ចឹងមេឃុំក្រុមប្រឹក្សាដើរតួនាទីសំខាន់បងប្អូនធ្វើការកត់សម្គាល់មើលមើលកន្លែងរំលោភដីធ្លីកន្លែងប្រជាពលរដ្ឋចាញ់បោកដោយសារអាជ្ញាធរអត់ប្រឹក្សាជាមួយប្រជាពលរដ្ឋខ្លួនបែរជាទៅសហការជាមួយអ្នកមានឬអ្នកមានអំណាចមកគេសង្កត់យកដីធ្លីអីហោហាចឹងទៅប៉ុន្តែបើយើងមានមេឃុំក្រុមប្រឹក្សាគុំល្អកម្លាំងជាតិមេឃុំកម្លាំងជាតិក្រុមប្រឹក្សាគុំកម្លាំងជាតិល្អពេលហ្នឹងយើងត្រូវផ្ដល់ប្រឹក្សាយោបល់មានក្រុមហ៊ុនចង់មកវិនិយោគលើដីតំបន់ហ្នឹងចង់មកពាត់ស៊ីតែយើងអត់ឯកភាពយ៉ាងម៉េចយើងនៅឈរជាមួយប្រជាពលរដ្ឋសួរថាពួកគាត់ទៅរំលោភបានទេអត់បានទេរំលោភបាននៅពេលដែលយើងឲ្យគេរំលោភដែរទេមិនចឹងទេបើថាយើងមិនឲ្យគេរំលោភមិនបានអញ្ចឹងមានន័យថាយើងត្រូវចេះប្រើប្រាស់សិទ្ធិរបស់យើងបាទអញ្ចឹងក្រុមប្រឹក្សាឃុំសង្កាត់ដើរតួនាទីសំខាន់ណាស់ក្នុងការអ្នកប្រឹក្សាយោបល់បាទអ្នកប្រឹក្សាយោបល់ដល់ប្រជាពលរដ្ឋរបស់យើងបាទរបស់យើងបាទអញ្ចឹងយើងត្រូវចូលរួមឲ្យខ្ញុំក៏សរសើរមែនតើបាទដែលកម្លាំងដែលបង្ហាញយើងសិតតែនៅក្នុងរចនាសម្ព័ន្ធទាំងអស់ដែលខ្ញុំធ្លាប់មកប្រជុំគណៈបកភ្លើងទៀននៅក្នុងក្របខ័ណ្ឌការខ្ញុំនៅភ្លើងទៀនក៏មិនបានច្រើនប្រព័ន្ធនឹងតែកាលហ្នឹងបាទធ្លាប់ដូចនៅប្រជុំហ្នឹងដែរភ្លើងទៀនហ្នឹងហ្នឹងហើយប្រជុំហ្នឹងបាទខ្ញុំធ្លាប់អាសាមកប្រជុំកាលនៅភ្លើងទៀនបាទអញ្ចឹងសរុបមកវិញបាទគណៈបកកម្លាំងជាតិយើងបើកទ្វារទទួលស្វាគមន៍បាទដល់អ្នកប្រជាធិបតេយ្យតាំងពីថ្នាក់ជាតិថ្នាក់ក្រោមជាតិជាពិសេសក្រុមប្រឹក្សាឃុំសង្កាត់ភ្លើងទៀនបាទដែលនៅសៀមរាបយើងមកស្ទើរអស់ហើយ